តើអ្នកជឿទេថាស្ត្រីម្នាក់ដែលត្រូវបានគេស្អប់បំផុតនៅប្រទេសអង់គ្លេសអាចក្លាយទៅជាម្ចាស់ស្ត្រីដ៏មានឥទ្ធិពលបំផុតនៅពេលបច្ចុប្បន្ននេះមិនមែនជារឿងនិទាននោះទេប៉ុន្តែវាគឺជារឿងពិតរបស់ម្ចាស់ស្ត្រី Camilla ថ្ងៃនេះយើងនឹងនាំអ្នកទៅដឹងពីខ្សែជីវិតដ៏ស្មុគស្មាញស្នេហាលួចលាក់ភាពអត់ធ្មត់រាប់សិបឆ្នាំនិងយុទ្ធសាស្ត្រដែលធ្វើឲ្យលោកស្រីទទួលបានការទទួលស្គាល់ពីពិភពលោកស្រី Camilla កើតនៅថ្ងៃទី17ខែកក្កដាឆ្នាំ1947ហើយឈ្មោះពេញរបស់អ្នកស្រីគឺ Camilla Rosemary Sen នាងកើតនៅក្នុងគ្រួសារដែលមានស្ថានភាពល្អឪពុករបស់នាងគឺជាមន្ត្រីយោធាឋានៈដែលម្ដាយរបស់នាងគឺជាស្ត្រីដែលមានឥទ្ធិពលនៅក្នុងសង្គមអង់គ្លេស Camilla មានការអប់រំល្អនាងបានសិក្សានៅសាលាឯកជនល្បីៗហើយមានបុគ្គលិកលក្ខណៈរស់រាយរាក់ទាក់និងមានទំនុកចិត្តខ្ពស់អ្នកនាងបានសិក្សានៅប្រទេសស្វីសប្រទេសបារាំងដែលធ្វើឲ្យលោកស្រីមានចំណេះដឹងទូលំទូលាយហើយគ្មាននរណាម្នាក់គិតថាថ្ងៃមួយអ្នកនាងនឹងក្លាយទៅជាម្ចាស់ស្ត្រីនៃប្រទេសអង់គ្លេសនោះឡើយ Camilla បានជួបជាមួយនឹងព្រះអង្គឆាលនៅឆ្នាំ1970ដែលបច្ចុប្បន្នគឺជាស្ដេចឆាលនៃប្រទេសអង់គ្លេសពួកគេបានស្គាល់គ្នាតាមរយៈមិត្តភ័ក្តិហើយទំនាក់ទំនងរបស់ពួកគេចាប់ផ្ដើមយ៉ាងលឿនឆាលស្រឡាញ់ Camilla ខ្លាំងព្រោះនាងធ្វើឲ្យគាត់មានអារម្មណ៍ស្រស់ស្រាយនិងអាចនិយាយអ្វីបានគ្រប់យ៉ាងប៉ុន្តែគ្រួសាររាជវង្សគឺមិនគាំទ្រនៅទំនាក់ទំនងនេះនោះទេនៅពេលនោះ Camilla មិនត្រូវបានគេចាត់ទុកថាជាអ្នកស័ក្តិសមឬក៏សម្រាប់អនាគតស្ដេចឡើយបន្ទាប់មក Charles ត្រូវបានបំពេញកាតព្វកិច្ចយោធាហើយទំនាក់ទំនងរបស់ពួកគេក៏បានឃ្លាតឆ្ងាយ Camilla ក្រោយមកក៏បានរៀបការជាមួយនឹង Andrew Parker Bowles ខណៈដែល Charles រៀបការជាមួយនឹង Princess Diana នៅឆ្នាំ1981ពិភពលោកគិតថាស្នេហារបស់ Charles និង Camilla ត្រូវបានបញ្ចប់ហើយប៉ុន្តែវាមិនមែននោះទេក្នុងកំឡុងពេលដែល Charles និង Diana បានរៀបការព័ត៌មានអំពីទំនាក់ទំនងរវាង Charles និង Camilla ក៏បានលេចឡើងវិញមនុស្សជាច្រើនបានខឹងហើយប្រព័ន្ធផ្សព្វផ្សាយបានរិះគន់ Camilla យ៉ាងខ្លាំងពេលនោះនាងគឺត្រូវបានគេចាត់ទុកថាជាមូលហេតុនៃបញ្ហានៅក្នុងរាជវង្សសារព័ត៌មានទាំងអស់និយាយអំពីនាងជារៀងរាល់ថ្ងៃខណៈដែល Princess Diana ទទួលបានការស្រឡាញ់យ៉ាងខ្លាំងពីសាធារណៈ Camilla ក្លាយទៅជាតួអង្គដែលមនុស្សជាច្រើនមិនចូលចិត្តវាគឺជាពេលវេលាដ៏លំបាកបំផុតក្នុងជីវិតរបស់នាងនៅក្នុងទសវត្សរ៍90 Camilla គឺជាសត្រូវសាធារណៈលេខ1លោកស្រីរងការរិះគន់យ៉ាងខ្លាំងនិងធ្ងន់ធ្ងរប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺលោកស្រីមិនដែលចេញមុខតបតឬផ្ដល់សម្ភាសន៍ដើម្បីការពារខ្លួនឡើយការស្ងប់ស្ងាត់គឺជាជម្រើសដ៏ល្អបំផុតបន្ទាប់មក Charles ជាមួយនឹង Diana បានលះលែងហើយក្រោយមក Diana ក៏បានទទួលមរណភាពនៅឆ្នាំ1997ដែលស្ថានភាពកាន់តែស្មុគស្មាញជាខ្លាំងនៅឆ្នាំ2005ពួកគេបានរៀបការជាមួយគ្នាជាផ្លូវការ Camilla ទទួលបានមុខងារជា Duchess of Cornwall ដំបូងប្រជាជនអង់គ្លេសជាច្រើននៅមិនទាន់ទទួលយកនាងទេប៉ុន្តែ
បន្តិចម្ដងខាមីឡាបានបង្ហាញថានាងអាចបំពេញតួនាទីរាជវង្សបានយ៉ាងល្អនាងបានចូលរួមសកម្មភាពសប្បុរសធម៌ជួយអង្គការសង្គមនិងការគាំទ្រការអប់រំនិងសុខភាពផ្លូវចិត្តមនុស្សចាស់ចាប់ផ្ដើមឃើញថាខាមីឡាមិនមែនជាមនុស្សអាក្រក់ដោយការពិពណ៌នាកាលពីមុនឡើយនាងមានភាពស្ងប់ស្ងាត់និងមានភាពអត់ធ្មត់និងគាំទ្រឆាលគ្រប់ពេលវេលានៅឆ្នាំ2022បន្ទាប់ពី Queen Elizabeth ទទួលមរណភាពឆាលបានឡើងគ្រងរាជ្យជា King Charles ទី3ហើយខាមីឡាក៏ក្លាយទៅជា Queen Camilla វាជាពេលដែលពិភពលោកឃើញថាស្ត្រីដែលត្រូវបានគេរិះគន់ខ្លាំងបំផុតបានក្លាយទៅជាម្ចាស់ស្ត្រីនៃចក្រភពអង់គ្លេសជីវិតរបស់ Queen Camilla បង្រៀនយើងថាពេលវេលានឹងបញ្ជាក់គ្រប់យ៉ាងបើទោះបីជាពិភពលោកវិនិច្ឆ័យយ៉ាងណាបើអ្នកនៅតែបន្តធ្វើរឿងដ៏ត្រឹមត្រូវនិងការអត់ធ្មត់អ្នកនឹងទៅដល់គោលដៅយ៉ាងពិតប្រាកដតើអ្នកយល់យ៉ាងណាចំពោះខ្សែជីវិតរបស់ Queen Camilla កុំភ្លេច comment ប្រាប់យើងផងបើអ្នកពេញចិត្តវីដេអូបែបនេះសូមជួយ like និង subscribe ម្នាក់មួយអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូបន្ទាប់